ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ channel របស់ខ្ញុំថ្ងៃនេះជាមេរៀនទី1ហើយនឹងជាកន្លឹះខ្លះៗដែលខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាអំពីការធ្វើ vocal និង mic vocal ដែលអ្នកទាំងអស់គ្នាអត់ដឹងនិងមានអ្នកខ្លះដែលគាត់ដឹងអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាអំពីការ mic vocal មួយដែលអ្នកទាំងអស់គ្នាអត់ដឹងហើយវាមានភាពងាយស្រួលដើម្បីឲ្យអ្នកទាំងអស់គ្នាដើម្បីទៅធ្វើវាអញ្ចឹងដើម្បី តែមិន vocal ហ្នឹងខ្ញុំចង់ទៅរើស vocal មួយហើយខ្ញុំចង់បង្ហាញអ្នកនរគ្នាដើម្បីឲ្យយល់ពីកលឹះខ្លះៗដែលអ្នកនរគ្នាគួរដឹងអូខេអ្នកនរគ្នាឃើញ vocal នេះមួយអញ្ចឹង vocal មួយហ្នឹងដោយសារតែវាពិបាកក្នុងការ mix ដោយសារខ្ញុំចង់បញ្យល់អ្នកនរគ្នាអំពីបញ្ហានៃការ mix vocal ទី1 vocal របស់យើងបើសិនជាអ្នកនរគ្នាចង់ឲ្យមានភាពងាយស្រួលក្នុងការ mix របស់វាកលឹះរបស់វាទី1អ្នកទាំងអស់គ្នាត្រូវតែធ្វើមិនឲ្យ vocal នឹងមានសំឡេងស្មើគ្នាដើម្បីកុំឲ្យអ្នកទាំងអស់គ្នាទៅធ្វើឲ្យមានសំឡេងកន្លែងខ្លះវាអត់ឮឬក៏កន្លែងខ្លះវាឮអញ្ចឹងខ្ញុំចង់បរៀនអ្នកទាំងអស់គ្នាឲ្យយល់ពីកលឹះទី1ដែលអ្នកទាំងអស់គ្នាត្រូវយល់អូខេកលឹះទី1ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចូលទៅ edit នៅ sample បន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ vocal អ្នកទាំងអស់គ្នានៅលើកម្មវិធី edition មួយអញ្ចឹងអ្នកទាំងអស់គ្នារឿងបន្ទាប់ទៀតអ្នកទាំងអស់គ្នាដែលត្រូវធ្វើគឺអ្នកទាំងអស់គ្នាត្រូវចុចកន្លែង trip sign noise ដើម្បីកាត់សំឡេង noise ណាមួយដែលចេញនៅក្នុងបទចម្រៀងឬក៏ vocal របស់អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាអាចចុច normalize ដើម្បីពង្រីក vocal របស់អ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នានឹងឃើញ vocal របស់អ្នកទាំងអស់គ្នាមានសភាពមួយមានកន្លែងខ្លះគឺឮកន្លែងខ្លះអត់ឮហើយអ្នកទាំងអស់គ្នានឹងឃើញនៅកន្លែងត្រង់នេះអញ្ចឹងវាមានកន្លែងខ្លះវាអត់ឮអញ្ចឹងអ្នកទាំងអស់គ្នាត្រូវទៀមទាវាពិបាកខ្លាំងមែនតើកន្លែងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាយកទៅធ្វើអ្នកទាំងអស់គ្នាយកទៅ mix vocal អីមួយនៅក្នុងធ្វើបទចម្រៀងអ្នកទាំងអស់គ្នានឹងពិបាកមែនតើកន្លែងហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបានសំឡេងតែអត់ឮអញ្ចឹងបន្ទាប់មកអ្នកនរគ្នាអាចចុចចូលកន្លែង edit កន្លែង edit មួយនេះ envelope ហ្នឹងអ្នកនរគ្នាអាចចុចកន្លែងហ្នឹងដើម្បីតម្លើងសលេង vocal របស់អ្នកទាំងអស់គ្នាតាមអ្វីដែលអ្នកនរគ្នាគិតថាអូកន្លែងហ្នឹងវាអត់ឮហើយអ្នកនរគ្នាអាចតម្លើងវាដល់កម្រិតធម្មតាមួយដែលអ្នកនរគ្នាគិតថាអូវាមានសភាពមួយស្មើគ្នាព្រោះការ mix vocal ក៏វាជាបញ្ហាមួយដែលពិបាកមែនទែននៅពេលដែលយើងអត់ដឹងថាត្រូវធ្វើម៉េចពេលអញ្ចឹងសលេងបទចម្រៀងរបស់យើងនឹងធ្វើឲ្យអ្នកនរគ្នាវាស្ដាប់ទៅមានកន្លែងខ្លះឬកន្លែងខ្លះអត់ឮអញ្ចឹងវាងាយស្រួលទេហើយអ្នកនរគ្នាអាចធ្វើវាបាននៅកន្លែងណាក៏បានដែលអ្នកនរគ្នាគិតថាអូវាអត់សូវឮអញ្ចឹងអ្នកនរគ្នា control វាហើយអ្នកនរគ្នាទាញវាមកអ្នកនរគ្នានឹងឃើញ vocal មួយទទួលបាននៅ vocal មួយដែលមានសភាពសំឡេងស្មើគ្នាកន្លែងណាក៏បានដែរអ្នកនរគ្នាគិតថាវាអត់សូវឮដើម្បីងាយស្រួលក្នុងការ mix vocal អញ្ចឹងវា easy ទេវាអត់ពិបាកទេវាជាកលឹះមួយដែលងាយស្រួលដែលខ្ញុំចង់អ្នកទាំងអស់គ្នាទៅធ្វើវា